ទទួលបានសំណួរតាក់ទងទៅនឹងសេចក្តីស្នេហាមូលហេតុអីបានខ្ញុំបែកគ្នាហើយភ្ជាប់ពាក្យហើយរៀបការពីមូលហេតុនៃការបែកគ្នាគឺសារយើងនៅឆ្ងាយពីគ្នាអញ្ចឹងណាហើយម៉ោងយើងខុសគ្នាយើងនៅឆ្ងាយពីគ្នាម្នាក់នៅខ្មែរម្នាក់នៅសហរដ្ឋអាមេរិកដូចយើងខុសគ្នាហ្មងណាឆ្លងសមុទ្រហ្វាស៊ីពិកសមុទ្រអាតិកមានថាម្នាក់នៅមួយទ្វីបខុសគ្នាហ្មងប្រជ្រះគ្នាហ្មងណាអញ្ចឹងហើយវាជាមូលហេតុមួយដែលគាត់សុំបែកហើយណាមួយវិញទៀតពេលវេលាយើងខុសគ្នាខ្ញុំរវល់រៀនគាត់ក៏រវល់រៀនរវល់ធ្វើការទៀតហើយខ្ញុំរវល់ការងារសង្គមអញ្ចឹងណាកសាងខ្លួនចឹងខ្ញុំរវល់មែនតែនជីវិតជាកូនសិស្សហើយ schedule ខ្ញុំចូលចិត្តធ្វើខ្លួនឲ្យរវល់ខ្ញុំចេញពីសាលាតាំងពីចេញពីផ្ទះតាំងម៉ោង6ព្រឹករហូតម៉ោង8យប់ឬក៏7កន្លះអីបាទខ្ញុំចូលផ្ទះវិញអញ្ចឹងណាកាលហ្នឹងខ្ញុំដូចជានៅអង្គការខ្ញុំនៅអង្គការមួយដូចវឹកខាត់ភាពជាអ្នកដឹកនាំអីចឹងអញ្ចឹងមានការប្រជុំច្រើនប្រជុំមែនតើខ្ញុំចូលគេងអីម៉ោង1យប់ហើយអញ្ចឹងខ្ញុំអត់មានពេលឆាតជាមួយគាត់ទេហើយខ្ញុំរៀន2-3សាលាខ្ញុំរៀនអង់គ្លេសផងសាលាបារាំងផងខ្ញុំនៅធ្វើការងារក្រៅម៉ោងជាគ្រូបរៀនភាសាអង់គ្លេសទៀតហើយថ្ងៃចុងសប្តាហ៍ក៏ខ្ញុំអត់ទៅដែរខ្ញុំត្រូវធ្វើការងារស្ម័គ្រចិត្តជាអនុរិយបណ្ណាល័យអញ្ចឹងណាហើយមើលក្មេងបរៀនក្មេងពីអនាម័យអីចឹងណាថ្ងៃសៅរ៍អាទិត្យឡើងណាហើយពេលខ្លះទៅខ្ញុំទៅខេត្តខ្ញុំទៅខេត្តដើម្បីធ្វើការងារសប្បុរសធម៌អញ្ចឹង schedule ខ្ញុំរវល់មែនតែនហើយគាត់ក៏រវល់ដូចគ្នាដោយសារនៅសហរដ្ឋអាមេរិកគឺបើគេរៀនហើយគេអត់ដូចយើងអញ្ចឹងណាអញ្ចឹងពីរអ្នកខ្ញុំអត់មានពេលវេលាទេសូម្បីតែវីដេអូខលក៏អត់សូវមានដែរវីដេអូខលអ្នកនរគ្នា3ខែទៅ6ខែបានពីរអ្នកខ្ញុំវីដេអូខលម្ដងគណៈថារវល់ហ្មងខ្ញុំរៀនសាលាច្រើនអញ្ចឹងប្រឡងក៏ច្រើនដែរអូយហើយខ្ញុំនៅយាមពេលយប់ឡើងទៀតដោយសារខ្ញុំចុះ star ពេលអញ្ចឹងខ្ញុំនៅយាមពេលយប់ឡើងអញ្ចឹងអូយពិបាកមែនតែនពេលវេលាយើងខុសគ្នាហើយអត់មានពេលឲ្យគ្នាទេបានតែ reply chat ទេចឹងតោះអាសាឆាតមួយគ្នាអញ្ចឹងបើឆាតមួយគ្នាអញ្ចឹងទៅម៉ោងខុសគ្នាឧទាហរណ៍ពិតហ្មងម៉ោងយើងនៅខ្មែរម៉ោង1ថ្ងៃអញ្ចឹងគាត់ចូលម៉ោង1យប់ហើយម៉ោងខុសគ្នាអញ្ចឹងពិបាកពេលវីដេអូខលម្ដងគាត់ក៏ងុយគេងខ្ញុំក៏ងុយគេងហើយខ្ញុំរវល់ផងអញ្ចឹងវាអត់មានភាពឯកជនអញ្ចឹងចឹងហើយក៏វាជាមូលហេតុមួយដែលយើងអត់មានពេលវេលាឲ្យគ្នាហើយនឹងយើងនៅឆ្ងាយពីគ្នាចឹងយើងក៏បែកគ្នាទៅមូលហេតុហ្នឹងគាត់ចង់ដឹងថាមូលហេតុបែកគ្នាពីអីហ្នឹងហើយវាអាចមកពីវប្បធម៌របស់យើងគាត់បានសួរខ្ញុំបន្តទៀតថាតើវាមកពីវប្បធម៌របស់យើងមែនឬក៏ចម្ងាយនៃភាពនៅឆ្ងាយពីគ្នាហ្នឹងយើងអត់អាចបន្តបានចាវាជាមូលហេតុមួយដែរហើយណាមួយវិញទៀតយើងសិតតែជាអ្នករៀនដូចគ្នាហើយធ្វើការដែរខ្ញុំធ្វើការក្រៅម៉ោងតែម៉ោងគាត់វិញគាត់ធ្វើការដែរតែនៅនេះក្នុងនាមយើងជាកូនសិស្សដូចគេហៅដូច residency អញ្ចឹងធ្វើការគឺអត់បានថវិកាទេអញ្ចឹងគាត់ត្រូវដោតលើការរៀនសូត្ររបស់គាត់អញ្ចឹងណាសម្រាប់ពីរអ្នកខ្ញុំគឺអត់មានពេលនិយាយគ្នាច្រើនតែម្ដងនិយាយរួមអត់មានពេលនិយាយគ្នាទេវីដេអូខលអី3ខែម្ដង6ខែម្ដងអត់មានពេលនិយាយគ្នាទេវីដេអូខលបើសារវិញផ្ញើសារតើរើស topic និយាយគ្នាពីរអ្នកខ្ញុំអត់សូវចេះនិយាយគ្នាដូចគ្នាតែដល់ពេលយូរទៅស្គាល់គ្នាបាននិយាយគ្នាច្បាស់បាននិយាយគ្នាវិញអញ្ចឹងណាហើយមូលហេតុអីបានពីរអ្នកខ្ញុំចាប់ដើមកសាងស្នេហាឡើងវិញត្រូវគ្នាវិញអញ្ចឹងខ្ញុំក៏អត់ដឹងដែរដោយសារគេត្រឡប់មករកខ្ញុំវិញអញ្ចឹងគេក៏សុំខ្ញុំធ្វើសង្សារឡើងវិញអញ្ចឹងដោយសារខ្ញុំអត់ដឹងចិត្តគេមិនដែរតែខ្ញុំសួរថាមូលហេតុអីគេថាគេនៅតែស្រឡាញ់ខ្ញុំអញ្ចឹងហើយគេចូលចិត្តអត្តចរិតខ្ញុំហើយគេចង់ដើរលេងជាមួយខ្ញុំអញ្ចឹងដោយសារយើងមានចំណង់ចំណូលចិត្តដូចគ្នាសម្រាប់ពីរអ្នកខ្ញុំគឺយើងអាចបានធ្វើពិធីភ្ជាប់ពាក្យនៅខ្មែរទេប៉ុន្តែ
យើងបានធ្វើពិធីជាប់ពាក្យនៅខ្មែរទេអញ្ចឹងខ្ញុំការនៅសហរដ្ឋអាមេរិកហើយបានខ្ញុំទៅការនៅស្រុកខ្មែរប៉ុន្តែសម្រាប់អ្នកដែលរត់វីសាគូនដឹងឬវីសាបដិពន្ធណាកុំធ្វើដូចខ្ញុំដោយសារខ្ញុំមាន background អីខ្ញុំធ្លាប់បានអានឧបករណ៍ពីសានទូតអាមេរិកអីចឹងណាហើយខ្ញុំមាន background អីផ្សេងរបស់ខ្ញុំទៀតអញ្ចឹង background ខ្ញុំល្អយំប្រវត្តិទ្រូខ្ញុំល្អអញ្ចឹងណាអញ្ចឹងហើយខ្ញុំអត់មានបានធ្វើវិធីភ្ជាប់ពាក្យអីគេទេអត់បានធ្វើវិធីភ្ជាប់ពាក្យនៅស្រុកខ្មែរទេហើយខ្ញុំមកការនៅអាមេរិកហើយបានខ្ញុំទៅការនៅខ្មែរអញ្ចឹងបើអ្នកផ្សេងចង់រត់ការឯកសារវីសាគូនដឹងអីហ្នឹងគឺកុំធ្វើដូចខ្ញុំអីបើអ្នកនរគ្នាថាមានភាពជឿជាក់ដូចខ្ញុំមានភាពជឿជាក់ដូចខ្ញុំគិតថាប្រវត្តិរូបយើងល្អហើយអញ្ចឹងបាច់ធ្វើវិធីក៏បានដែរឲ្យតែយើងមានផុសតាងច្បាស់លាស់អញ្ចឹងណាអូខេហ្នឹងហើយខ្ញុំបានឆ្លើយចម្លើយរបស់គាត់ដែលគាត់ចង់ដឹងអីចឹងណាចង់ដឹងថាតើអ្នកផ្សេងមានស្នេហាមានធ្លាប់បែកគ្នាហើយត្រូវគ្នាដូចខ្ញុំវិញអត់បើរយៈពេលនៃការបែកគ្នាវិញគឺខ្ញុំបែកគ្នាមួយឆ្នាំបែកគ្នាមួយឆ្នាំមួយវិញទៀតសម្រាប់ long distance relationship គឺត្រូវការភាពអត់ធ្មត់មែនតើហើយយើងត្រូវយល់ពីគ្នាត្រូវជឿទុកចិត្តគ្នាដែរអ្នកនរគ្នាពួកយើងនៅឆ្ងាយពីគ្នាទៅអត់ហើយអាស្រ័យទៅលើអត្តចរិតរបស់ដៃគូយើងគូស្នេហ៍របស់យើងដែរតើគាត់ជាមនុស្សមិនស្មោះត្រង់ជាព្រាននារីជាមនុស្សដែលយកយើងជាកង់សកួរហើយអ្នកនរគ្នាក៏មិនត្រូវខ្ញុំប្រាប់ថាមិនត្រូវក៏មិនកើតដែរព្រោះយើងមនុស្សម្នាក់ចរិតផ្សេងគ្នាអញ្ចឹងមានថាអានេះសម្រាប់ខ្ញុំណាបើខ្ញុំដឹងអត្តចរិតគាត់ច្បាស់ហ្មងគឺគាត់អត់ចូលចិត្តអញញ៉ៃទេអញ្ចឹងខ្ញុំអត់សូវណាមួយខ្ញុំជាមនុស្សអត់សូវប្រច័ណ្ឌអីច្រើនទេខ្ញុំជួយចិត្តនិយាយលេងសើចអីចឹងណាហើយខ្ញុំក៏បានប្រាប់គាត់ដែរថាអូបើមានអ្នកថ្មីប្រាប់ខ្ញុំផងកុំក្បត់គ្នាអញ្ចឹងណាខ្ញុំអត់ចូលចិត្តទេខ្ញុំបើកផ្លូវឲ្យគេដែរអញ្ចឹងណាខ្ញុំអត់បងខាំងគេទេមិនអញ្ចឹងនេះខ្ញុំនិយាយទៅឈួលច្រមុះអញ្ចឹងវាជាមូលហេតុដែរពីរអ្នកខ្ញុំហ្នឹងទុកចិត្តស្រឡាញ់គ្នាបន្តទៀតមានថាពីរអ្នកខ្ញុំទុកចិត្តគ្នាស្មោះត្រង់នឹងគ្នាហើយយកយល់គ្នាទៅវិញទៅមកអញ្ចឹងពេលខ្លះពាក្យសម្ដីនិយាយមិនត្រូវគ្នាដែរព្រោះយើងវប្បធម៌ខុសគ្នាការនិយាយស្ដីរបស់យើងក៏ខុសគ្នាដែរប៉ុន្តែយើងព្យាយាមបើកចិត្តទៅលាយល់ពីគ្នាព្យាយាមបញ្យល់គ្នាទៅវិញទៅមកបញ្យល់កុំខឹងទៅអត់មូលហេតុណាបញ្យល់ហើយយើងក៏ត្រូវដឹងដែរថា long distance relationship ហ្នឹងស្នេហាចង់ tweet ហ្នឹងគឺអ្នកខ្លះប្រើរយៈពេលយូរអ្នកខ្លះប្រើរយៈពេលយឺតសម្រាប់ខ្ញុំប្រើរយៈពេលយូរមែនតើខ្ញុំស្គាល់គ្នាឡើង5ឆ្នាំមកណាបានសម្រេចចិត្តថារៀបការអ្នកនរគ្នាដោយសារសិតតអ្នករៀនដូចគ្នាតាមពិតគាត់រៀនចប់បញ្ញាបត្រមួយហើយនៅតបញ្ញាបត្រទៀតដោយសារគាត់បានអានឧបករណ៍អញ្ចឹងណាដល់ពេលខ្ញុំវិញជាប់ការងារសង្គមហើយហ៊ានពេញម៉ោងម្ដងហ៊ានពេញម៉ោងហ្មងហើយ schedule ខ្ញុំគឺកាលភាគវិញគឺរវល់ហ្មងអរគុណបើចូលចិត្តវីដេអូនេះឬក៏ចង់ចែករំលែកពីបទពិសោធន៍ស្នេហារបស់អ្នកនរគ្នាអាចចូល comment នៅខាងក្រោមបាន